ជួយភ្ជាប់វាឲ្យខ្ញុំផងលោកដៃខ្ញុំមកសុំទោសហើយខ្ញុំមិនបានឃើញអ្វីទាំងអស់ពិតទ្វារទៅចេញទៅនោះមិញនេះខ្ញុំពិតជាមិនបានចិត្តណាទេត្រូវគេបណ្ដេញចេញហើយអាហេតុបណ្ដេញចេញបើត្រូវគេបណ្ដេញចេញខ្ញុំគ្មានលុយ 8,000 យន់សង់គេទេវាដោយសារតែអ្នកមិនសមរម្យរឿងស្នេហារបស់ខ្ញុំវានឹងបរាជ័យមុនពេលចាប់ផ្ដើមទៀតឬប៉ុន្តែកញ្ញាគុំធ្វើអីលោកដៃខ្ញុំយកប្រាក់ខែតិចជាងនេះក៏បានដែរមិនបាច់និយាយទៀតទេវាមិនអាចទៅរួចទេក្នុងការជួបមនុស្សរើដូចអ្នកជំទាវវាងខ្ញុំស្រឡាញ់អ្នកសៀវស៊ឺដូចជាកូនប្រុសច្បងត្រកូលជួមកទៀតហើយសៀវស៊ឺខ្ញុំស្រឡាញ់អ្នកថ្ងៃនេះជាថ្ងៃទី83ដែលខ្ញុំស្រឡាញ់អ្នកចិត្តខ្ញុំថ្លើមខ្ញុំក៏សិកាទាំងអស់នៅក្នុងខ្លួនខ្ញុំកំពុងប្រាប់ថាខ្ញុំស្រឡាញ់អ្នកសៀវស៊ឺធ្វើជាមិត្តស្រីរបស់ខ្ញុំទៅនាងខំប្រឹងរំលឹកខ្ញុំពេញមួយជីវិតខ្ញុំកំពុងរងចាំនាងនៅខាងក្រោមសូមអញ្ជើញមករកខ្ញុំនោះជាអ្នកតាមស្រឡាញ់របស់នាងតើឈុតឆាកនេះធំខ្លាំងណាស់តើមិនក៏ឯងមិនទាន់ទៅទៀតប្រញាប់ចេញទៅឥឡូវនេះខ្ញុំគ្មានពេលមកជួបជាមួយអញទេណែសៀវស៊ឺរបស់យើងបានខ្លាយជាស្រីស្អាតលេខ1ទៅហើយអ្នកតាមស្រឡាញ់ក៏ប្រជែងគ្នាមករកនាងដែរឯងស្មានតែអ្នកណាក៏ដូចក្មេងពៀដូចឯងដែរឬយកខ្ញុំទៅវិញហើយផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតបានទេបើខ្ញុំនាំនាងចេញទៅនាងមិនរំខាននឹងក្មេងប្រុសនៅខាងក្រោមនោះទេខ្ញុំនឹងជួយបណ្ដេញគេចេញនាងគុំទៅណាយ៉ាងម៉េចដែរអញដឹងទេថាគេជាអ្នកណានាងនោះគឺជាកូនស្រីត្រកូលជោគដែលជាត្រកូលមួយក្នុងចំណោមត្រកូលធំទាំង4តាមរយៈឥទ្ធិពលរបស់គេអាចកំទេចអញបានយ៉ាងងាយអ្នកណាជាអ្នកណាក៏ខ្ញុំមិនខ្វល់ដែរយកខ្ញុំទៅខ្ញុំចាត់ទុកថាអ្នកយល់ព្រមហើយខ្ញុំនឹងជួយនាងបណ្ដេញគេចេញភ្លាមធានាថាក្មេងនោះនឹងមិនមករំខាននាងទៀតទេណែសៀវស៊ីខ្ញុំដឹងថាកាលពីមុននាងមានមនុស្សនៅជុំវិញច្រើនណាស់នាងប្រហែលជាភ្លេចខ្ញុំបាត់ទៅហើយមានមនុស្សជាច្រើនបានដើរកាត់ខ្ញុំតែខ្ញុំបែរជាស្រឡាញ់តែអ្នកទៅវិញអាយ៉ាមេសំណងកំឡុងម្នាក់នេះពិតជាលងស្នេហ៍ខ្លាំងណាស់នេះជិត3ខែហើយមនុស្សនោះមកប្រឡូកសាងសង់រាល់ថ្ងៃដូចជាត្រូវមិនអាគមអីចឹងប្រធានយើងគឺលោកស្រីតៃជាស្រីស្អាតលេខ1ក្នុងខេត្តអញ្ចឹងឯងនោមមួយក្បាលហើយមើលកញ្ចក់ខ្លួនឯងទៅថុយសៀវស៊ឺខ្ញុំជាសញ្ញាតូចរបស់អ្នកតើសៀវស៊ឺអូមិនមែនទេអ្នកទៅធ្វើអ្វីទៅដេញគេមិនមែនទេតើអ្នកដឹងថាគេជានរណាទេខ្ញុំខកថាគេជានរណាគេជាកូនប្រុសច្បងត្រកូលជោគខ្លាយជាវត្ថុល្អដែលស្រពេចស្រពើគាត់តែងតែដើរលេងល្បួងស្រីគាត់ឆ្លងកាត់ដឹងស្ទើរតែគ្រប់ស្ត្រីនៅក្នុងតំបន់នេះហើយដោយសារអំណាចគ្រួសាររបស់គេគ្មាននរណាម្នាក់អាចធ្វើអ្វីគេបានទេតើអ្នកឃើញអង្គរៈនៅក្បែរគាត់ទេពួកគេទាំងអស់គឺជាអ្នកមកពីសាលាវូដាសូម្បីតែមេក្រុមរបស់អ្នកក៏មិនមែនជាគូប្រជែងរបស់គេដែរបើអ្នកទៅតែម្នាក់ឯងបែបនេះគាត់ជាអ្នករំលោភបំពានលើមនុស្សប្រុសស្រីដើរហើរតាមចិត្តគេជាមនុស្សអាក្រក់អាហេសៀវស៊ីអនុញ្ញាតឲ្យខ្ញុំសប្បាយចិត្តមួយផ្លែតសិនតើអ្នកកំពុងធ្វើស្អីហ្នឹងអ្នកណាអនុញ្ញាតឲ្យពួកឯងមកដាក់កម្រងការនៅទីនេះបើចង់ដាក់កម្រងការគួរតែទៅដាក់នៅទីបញ្ចុះសរញ្ញាប់យកវាចេញទៅភ្លាមតាំងពីពេលណាដែលឯងជាសន្តិសុខហ៊ានមករវល់រឿងខ្ញុំអីចឹងអាហាបងស្រីអ្នកដឹងថាខ្ញុំជាអ្នកណាទេអ្នកដឹងថាឪពុកខ្ញុំជាអ្នកណាទេហ៊ានមកបំផ្លាញរឿងខ្ញុំខ្ញុំមិនខ្វល់ថាឯងជាអ្នកណាទេឪពុកឯងជាអ្នកណាឯងគួរតែទៅសួរម្ដាយឯងទៅនៅផ្ទះឯងអត់មានកញ្ចក់ទេឬក៏ឯងគ្មានសិទ្ធិមើលខ្លួនឯងទេមិនដែលមើលរូបរាងអាក្រក់របស់ខ្លួនឯងផងហើយហ៊ានមកតាមស្រឡាញ់នារីរបស់យើងទៀតចេញទៅពិតជាគួរឲ្យចាប់អារម្មណ៍ណាស់នេះជាលើកដំបូងដែលមាននរណាម្នាក់ហ៊ាននិយាយជាមួយខ្ញុំបែបនេះលោកម្ចាស់តូចឯងចង់ធ្វើអីទៀតឲ្យខ្ញុំញ៉ាំនំប៉ាវសិនពួកនេះសុទ្ធតែជាមនុស្សធំដែលមានទម្ងន់100ទៅ200គីឡូឯណោះឯងទាត់គេឲ្យហោះអស់តើគេជាមនុស្សឬអត់ហ្នឹងអ្នកកំពុងធ្វើអីមិនដែរផឹកទៅឆាប់ឡើងជាក្មេងដែលរឹងរូសមែនឈប់កាំភ្លើងគឺកាំភ្លើងប៉ុន្តែគេគ្មានកាំភ្លើងទេតើឯងពូកែវីតបណាស់មែនទេឯងចេះវីតបក៏គ្មានបានការអីដែរចេញមកប្រឡូកក្នុងសង្គមត្រូវមានអំណាចមានក្នុងបង្អែកមនុស្សតច្រកដូចឯងនេះឯងនឹងចំណាយពេញមួយជីវិតធ្វើការងារឲ្យគេឯងសមនឹងប្រកួតប្រជែងជាមួយខ្ញុំដែរឬនេះមិនមែនជាកាំភ្លើងទេឯងហ៊ានដល់ថ្នាក់នេះផងបើចុះវាត្រូវបែកបាក់អស់ហើយនេះជាកំហុសតើអ្នកណាហ៊ានប្រឆាំងនឹងខ្ញុំនេះមិនមែនជាច្បាប់ទេខ្ញុំជាអ្នកកំណត់ច្បាប់ឯងជឿទេថាខ្ញុំអាចបាញ់ឯងស្លាប់នៅពេលនេះពួកគេគ្មាននរណាហ៊ានចេញមាត់ប្រឆាំងនឹងឯងទេហាអីចឹងចេញទៅស្លាប់ទៅ
មានរឿងអីទៅតើខ្ញុំមើលច្រឡំឬគេវើជុំវិញកុំចូលមកចិត្តអញកុំចូលមកចាប់ពីពេលនេះទៅកុំដើររកគូនគេដូចរុយឥតប្រយោជន៍ដើរលេងពីវាពីកាលបើអញហ៊ានមកក្រុមហ៊ុនយើងម្ដងទៀតខ្ញុំនឹងទីបំផុតអញជាអ្នកណាឯងប្រាប់ឈ្មោះមុននឹងចេញទៅនៅតែចង់សងសឹកទៀតអញ្ចឹងក៏បានខ្ញុំប្រាប់អ្នកថាខ្ញុំឈ្មោះម៉ាងធានឆុងខ្ញុំជាសន្តិសុខថ្មីរបស់ក្រុមហ៊ុននេះបើឯងចង់សងសឹកត្រូវនាំមនុស្សមកច្រើននាំមកតិចមិនគ្រប់គ្រាន់សម្រាប់កម្ដៅសាច់ដុំទេល្អអញចាំមើលចុះអាយ៉ាការងារនេះរវល់មែនខ្លាំងម្ល៉េះសៀវស៊ឺអ្នកបានកំងគ្រប់គ្រាន់ហើយបញ្ហាធំហើយថ្មិញប្រកាសជាបែកអស់ហើយថ្ងៃនេះគេបាត់បង់មុខមាត់ខ្លាំងណាស់គេច្បាស់ជាមិនទុកគាត់ទេអាឡូលោកឆៃខ្ញុំបានជួយលោកដេញសាប់រុយដែលរំខាននោះចេញហើយឥឡូវនេះលោកត្រូវមកការិយាល័យខ្ញុំជាបន្ទាន់បានហើយអាយ៉ាមិត្តភក្តិច្រើនម្ល៉េះខ្ញុំពិតជាអស់សំណើចហើយសូមអភ័យទោសគម្រោងនេះគ្រាន់តែជាការបញ្ឆោតខ្ញុំទេលោកអគ្គនាយកដែលខ្ញុំមកដល់ហើយតើខ្ញុំត្រូវធ្វើបែបបត់ណែណានៅតែគិតធ្វើបែបបត់ទៀតអ្នកបង្កបញ្ហាធំហើយដឹងទេយ៉ាងម៉េចតើខ្ញុំបង្កបញ្ហាធំអ្វីអ្នកឯងបានវីកូនប្រុសច្បងរបស់គេច្បាស់ជាសងសឹកអ្នកវិញមិនខាននេះគឺជាមួយប្រទានបាត់100000យន់យ៉ាងណាវិញក៏ដោយអ្នកក៏ត្រូវបានគេជួជាអង្គរៈក៏ដោយសារតែខ្ញុំយកលុយនេះទៅបរទេសដើម្បីបង់លុយឲ្យអ្នកអាយ៉ាខ្ញុំគិតថាវាជារឿងធំអ្វីម្លេះអ្នកអាចអស់បារម្ភបានហើយបើត្រកូលជោគនេះមិនមកបង្កបញ្ហាទេក៏ហើយទៅចុះបើហ៊ានមកបង្កបញ្ហាដល់ខ្ញុំវិញខ្ញុំនឹងវីគាត់ឲ្យរៀបខ្ញុំដឹងថាអ្នកអាចវីបានប៉ុន្តែរឿងត្រកូលនេះមិនមែនពឹងផ្អែកតែលើសមត្ថភាពវីតបរបស់អ្នកអាចដោះស្រាយបានអ្នកទើបតែមកដល់ប្រហែលជាមិនដឹងពីឥទ្ធិពលរបស់ត្រកូលជោគទេកុំគិតថាគ្មានអ្នកតាមដានអ្នកអាចធ្វើអ្វីតាមតែអំពើប្រយ័ត្នរាល់ពេលទើបមិនមានបញ្ហាលោកស្រីកំពុងតែបារម្ភពីខ្ញុំមែនទេអ្នកណាទៅព្រួយបារម្ភពីអ្នកខ្ញុំព្រួយបារម្ភថាអ្នកនឹងបាត់ខ្លួនដោយគ្មានមូលហេតុដល់ពេលនោះប៉ូលីសនឹងមកស៊ើបអង្កេតក្រុមហ៊ុនពិតជាមានបញ្ហាខ្លាំងណាស់យ៉ាងណាមិញអ្នកគឺនៅក្រុមហ៊ុនរបស់ខ្ញុំដូច្នេះមានន័យថាយកក្រុមខ្ញុំចូលធ្វើការហើយខ្ញុំនឹងទៅប្រាប់ប្រធានផ្នែកសន្តិសុខភ្លាមអ្នកកុំបារម្ភអីទ្រាំឲ្យខ្ញុំបានវាមកត្រឡប់មកវិញសៀវស៊ឺកុំដេញតាមគេអីទុកឲ្យគេនៅក៏ល្អដែរបើគេនៅក្រោមភ្នែកយើងហើយមានរឿងអ្វីកើតឡើងយើងអាចសួរគេតាំងពីដើមបានឈប់ទោះបីជាគេមិនបានធ្វើឲ្យខ្ញុំមានបញ្ហាយ៉ាងណាក៏ដោយក៏គេជាមនុស្សម្នាក់ដែរ